ភ្នំអូរ៉ាល់គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានកម្ពស់1.813 ម៉ែត្រលើនីវ៉ូទឹកសមុទ្រភ្នំនេះស្ថិតនៅក្នុងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺនិងជាផ្នែកមួយនៃជួរភ្នំក្រវាញលក្ខណៈភូមិសាស្ត្រនិងទីតាំងយោងតាមប្រភពភាគច្រើនកម្ពស់ផ្លូវការគឺ1813 ម៉ែត្រប៉ុន្តែប្រភពខ្លះផ្ដល់ទិន្នន័យចន្លោះពី1667ដល់1771 ម៉ែត្រទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ដែលគ្របដណ្ដប់លើខេត្តចំនួន3គឺខេត្តកំពង់ស្ពឺកំពង់ឆ្នាំងនិងពោធិ៍សាត់បរិស្ថានតំបន់នេះសម្បូរទៅដោយព្រៃឈើក្រាស់ៗនិងជាប្រភពទឹកដ៏សំខាន់ដែលហូរចាក់ទៅក្នុងបឹងទន្លេសាបនិងឈូងសមុទ្រថៃជីវៈចម្រុះនិងសត្វព្រៃភ្នំអូរ៉ាល់គឺជាជម្រកដ៏មានសក្តានុពលសម្រាប់សត្វព្រៃកម្រជាច្រើនប្រភេទសត្វស្លាប Website អន្តរជាតិបានបញ្ជាក់ថាមានសត្វស្លាបប្រហែល200ប្រភេទត្រូវបានកត់ត្រានៅទីនេះរួមមានសត្វស្លាបកម្រកម្ពុជាដូចជាសត្វសើចកម្ពុជាដែលជាប្រភេទសត្វស្លាបមានតែនៅក្នុងប្រទេសកម្ពុជានិងសត្វប្រវឹកក្បាលទ្រូងត្នោតសត្វជើង4មានវត្តមានសត្វដូចជាខ្លាឃ្មុំខ្ទេញដំរីខ្លាពពកសត្វស្វានិងសត្វឆ្លុះជាដើមការការពារដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1993ដើម្បីការពារជីវៈចម្រុះនៅទីនេះវិស័យទេសចរណ៍និងការឡើងភ្នំបច្ចុប្បន្នភ្នំអូរ៉ាល់បានក្លាយជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏ពេញនិយមរយៈពេលធ្វើដំណើរជាទូទៅការឡើងដល់កំពូលភ្នំនិងចុះមកវិញត្រូវប្រើពេល2ទៅ3ថ្ងៃសូមអរគុណនិងសូមជម្រាបលា